រឿងអណ្ដើកនឹងត្រីនៅក្នុងបឹងធំមួយមានអណ្ដើកមួយកំពុងធ្វើដំណើរអណ្ដើកជាសត្វដែលស្ងប់ស្ងាត់និងស្មោះត្រង់ឯនៅក្នុងទឹកក៏មានត្រីជាច្រើនរស់នៅដោយសប្បាយរីករាយថ្ងៃមួយត្រីទាំងនោះហាយលេងជាមួយមិត្តភក្តិហើយឃើញអណ្ដើកកំពុងដើរយឺតយ៉ាវតាមគែមបឹងត្រីសើចហើយនិយាយថាហេបងអណ្ដែកដើរយឺតយ៉ាវណាស់ប្រសិនបើបងចង់ទៅដល់គោលដៅប្រហែលជាយូររហូតដល់ថ្ងៃស្អែកអណ្ដើកញញឹមហើយនិយាយថាកុំប្រញាប់ពេកការយឺតមិនអាក្រក់ទេប្រសិនបើយើងមិនឈប់ដើរថ្ងៃបន្ទាប់មានខ្យល់និងភ្លៀងខ្លាំងហ្វូងត្រីប្រឹងហែលយ៉ាងលឿនក៏ទៅជាប់នឹងស្មៅហែលមិនរួចវាភ័យខ្លាចណាស់អណ្ដើកដែលដើរយឺតបានមកដល់វាប្រែក្បាលរបស់វារុញត្រីចេញពីស្មៅហើយជួយឲ្យហ្វូងត្រីរួចពីគ្រោះថ្នាក់សូមអភ័យទោសនិងសន្យាថាខ្ញុំនឹងមិនសោយបងអណ្ដើកទៀតទេទោះបងយឺតតែបងមានទឹកចិត្តល្អអណ្ដើកញញឹមហើយនិយាយថាសន្សឹមគុំបំបោលក្រែងពុំដល់ដូចប្រាថ្នា